ជំពូកទី7បើអ្នកយល់ព្រមគិតពីព្រះរាជរបស់ព្រះជាម្ចាស់ជាទី1នៅឆ្នាំ2003ខ្ញុំបានអធិដ្ឋានឲ្យមិត្តភ័ក្តិស្និទ្ធស្នាលម្នាក់ដែលរៀនជាមួយគ្នាដោយសូមព្រះឲ្យគាត់បានទទួលជឿព្រះយេស៊ូវដែរមិត្តនោះបានប្រកែកប្រឆាំងជាមួយខ្ញុំពីព្រះយេស៊ូវអស់ពេលមួយរយៈថ្ងៃមួយគាត់បានទទួលជឿព្រះយេស៊ូវដែរពីព្រោះខ្ញុំជឿលើព្រះបន្ទូលសន្យាមួយថាគ្មានអ្នកណាអាចប្រកែកប្រឆាំងជាមួយអ្នកបានឡើយត្បិតខ្ញុំនឹងឲ្យអ្នករាល់គ្នាមានថ្វីមាត់និងប្រាជ្ញាដែលគ្មានគូវិវាទណារបស់អ្នករាល់គ្នាអាចតតាំងឬប្រកែកជំទាស់បានឡើយលូកាជំពូក11ខ15តែយើងទាំងពីរនាក់គិតផ្លូវខុសគ្នាគឺក្រោយពីគាត់បានទទួលជឿព្រះហើយគាត់មិនសូវហ៊ានផ្សាយដំណឹងល្អដល់មិត្តក្នុងថ្នាក់និងនិស្សិតដទៃទៀតទេហើយក៏មិនសូវចូលរួមសកម្មក្នុងចលនាផ្សាយដំណឹងល្អនៅសាលាពេទ្យដែរក្រោយមកគាត់ឆ្លៀតរកស៊ីក្រៅម៉ោងជាមួយក្រុមហ៊ុនលក់ផលិតផលមួយដែលមានលក្ខណៈជាបណ្ដាញ network ដោយគាត់ចូលជាសមាជិករបស់គេគាត់ត្រូវបង់ប្រាក់$500ដើម្បីទិញផលិតផលមួយហើយគាត់ត្រូវរកមនុស្ស2នាក់មកធ្វើជាសមាជិករបស់គាត់នោះទើបគាត់បានប្រាក់កម្រៃជើងសារហើយគាត់ត្រូវជួយឲ្យកូនក្រុម2នាក់របស់គាត់រកឲ្យបានកូនក្រុមតគ្នាទៀតខ្ញុំសកម្មនឹងផ្សាយដំណឹងល្អជាមួយមិត្តក្នុងថ្នាក់និងនិស្សិតដទៃទៀតតែមិត្តខ្ញុំម្នាក់នោះគាត់សកម្មក្នុងការបញ្ចុះបញ្ចូលគេឲ្យធ្វើជាកូនក្រុមរបស់គាត់គឺត្រូវបង់ប្រាក់$500តែបានផលិតផលមួយមកប្រើផលិតផលនោះវាមិនសមនឹងតម្លៃទេគាត់បានបញ្ចុះបញ្ចូលខ្ញុំឲ្យធ្វើដូចគាត់បានបញ្ចុះបញ្ចូលខ្ញុំឲ្យធ្វើដូចគាត់ដែរតែខ្ញុំប្រាប់គាត់ថាខ្ញុំស្គាល់ក្រុមហ៊ុននេះយូរណាស់មកហើយតែខ្ញុំមិនធ្វើទេពីព្រោះហាក់ដូចជាបោកតគ្នាតែគាត់មិនជឿខ្ញុំទេខ្ញុំបានបញ្ជាក់បន្ថែមថាប្រសិនបើមិត្តខំបញ្ចុះបញ្ចូលមនុស្សឲ្យគេជឿព្រះឲ្យដូចជាមិត្តខំប្រាប់គេឲ្យចូលជាសមាជិករបស់ក្រុមខ្លួននោះមិនដឹងជាព្រះពរពីព្រះបានច្រើនយ៉ាងណាទេខ្ញុំឃើញថាគាត់សកម្មដោយប្រាប់និស្សិតជាច្រើនឲ្យមកធ្វើជាសមាជិករបស់ក្រុមខ្លួនជារៀងរាល់ថ្ងៃតែមិនមានអ្នកព្រមចូលទេពីព្រោះនិស្សិតពេទ្យគេឆ្លាតដែរចំណែកខ្ញុំបាននិយាយជាមួយព្រះថាខ្ញុំសុខចិត្តប្រើពេលវេលារបស់ខ្ញុំខំប្រឹងប្រាប់គេពីព្រះហើយបើមានមនុស្សម្នាក់បានទទួលជឿព្រះនោះឋានសួគ៌នឹងអស់សប្បាយហើយទូលបង្គំនឹងបានព្រះពរយ៉ាងច្រើនដែរខ្ញុំសូមប្រាប់អ្នករាល់គ្នាថាព្រះជាម្ចាស់នៅឋានបរមសុខមានអំណរសប្បាយដោយមានមនុស្សបាបតែម្នាក់កែប្រែចិត្តគំនិតលូកាជំពូក15ខ7មិនយូរប៉ុន្មានគាត់បានឈប់ទៅព្រះវិហារហើយជីវិតគាត់បានជួបទុក្ខលំបាកជាច្រើនដូចនេះប្រសិនបើយើងគិតពីព្រះរាជរបស់ព្រះនិងផែនការរបស់ព្រះដែលទ្រង់ចង់ឲ្យយើងធ្វើព្រះបានបង្កើតយើងមកមិនមែនជាការចៃដន្យនោះទេគឺទ្រង់មានផែនការរួចជាស្រេចឲ្យយើងគឺឲ្យយើងមានអំណោយទានផ្សេងពីគ្នាហើយឲ្យយើងយកអំណោយទាននោះមកប្រើដើម្បីព្រះរាជរបស់ព្រះជាម្ចាស់នោះយើងនឹងនៅជាប់ជាមួយព្រះជារៀងរហូតគ្រួសារយើងនឹងបានសង្គ្រោះហើយជីវិតយើងនឹងរស់ក្រោមការដឹកនាំរបស់ព្រះជាម្ចាស់ទ្រង់នឹងយកផាតីទុកដាក់ចំពោះអនាគតរបស់យើងជាមិនខានពេលខ្ញុំប្រឡងជាប់ដើម្បីរៀនបន្តថ្នាក់វិជ្ជបណ្ឌិតឯកទេសក្នុងឆ្នាំ2007ក្នុងចំណោមបេក្ខជនរាប់រយនាក់ខ្ញុំបានទទួលចំណាត់ថ្នាក់លេខ4ដោយទទួលបានអាហារូបករណ៍អាចរើសយកវិជ្ជបណ្ឌិតឯកទេសអ្វីក៏បានពេលនោះឯកទេសជំងឺកុមារពេញនិយមជាងគេបន្ទាប់មកឯកទេសវះកាត់ដោយមិនបាននឹកគិតស្មានដល់ថាខ្លួនខ្ញុំប្រឡងបាននិទេសល្អបែបនេះទេក្នុងចំណោមមិត្តភ័ក្តិខ្ញុំគេពូកែច្រើនគ្នាណាស់ដោយពួកគេទាំងនោះមានពេលជាង3ខែសម្រាប់មើលមេរៀនត្រៀមប្រឡងប្រជែងវិជ្ជបណ្ឌិតថ្នាក់ឯកទេសនេះតែខ្ញុំរវល់តែរៀបចំបេសកកម្មដឹកនាំក្រុមគ្រូពេទ្យបរទេសនិងនិស្សិតពេទ្យចុះព្យាបាលដោយឥតគិតថ្លៃនិងផ្សាយដំណឹងល្អតាមខេត្តនានាខ្ញុំបានដឹកនាំបេសកកម្មព្យាបាលជំងឺនិងផ្សាយដំណឹងល្អក្នុងអំឡុងពេលវិស្សមកាលធំបែបនេះតាំងពីឆ្នាំ2003មកនៅពេលបេសកកម្មទាំងនេះចប់គឺខ្ញុំមានពេលតែ2សប្តាហ៍ទៀតប៉ុណ្ណោះដើម្បីត្រៀមសម្រាប់ការប្រឡងប្រជែងថ្នាក់វិជ្ជបណ្ឌិតឯកទេសហើយម្យ៉ាងទៀតការប្រឡងចូលថ្នាក់ឯកទេសភ្នែកតម្រូវឲ្យខ្ញុំរៀនជាភាសាអង់គ្លេសតែការសិក្សាថ្នាក់វិជ្ជបណ្ឌិតរបស់ខ្ញុំគឺជាភាសាបារាំងពេលនោះក្នុងចិត្តរបស់ខ្ញុំមានការជ្រួលច្បល់មិនដឹងជាមើលមេរៀនចាប់ពីណាទៅណាមិនដឹងមើលមេរៀនភាសាអង់គ្លេសឬបារាំងទេ
ម្យ៉ាងបើគិតពីរឿងការប្រកួតប្រជែងខ្ញុំអស់សង្ឃឹមយ៉ាងខ្លាំងពីព្រោះមិត្តភ័ក្តិខ្ញុំគេបានត្រៀមស្រាវជ្រាវអស់រយៈពេលជាង3ខែមកហើយចំណែកខ្លួនខ្ញុំវិញមានពេលមិនដល់2សប្តាហ៍ផងថ្ងៃប្រឡងក៏មកដល់ពេលមើលសំណួរប្រឡងខ្ញុំអាចធ្វើបានហើយគ្រូបាននិយាយថាប្អូនអាចឆ្លើយជាភាសាបារាំងបានខ្ញុំអរណាស់អ្វីដែលអស្ចារ្យនោះគឺសំណួរទាំងនោះជាមូលដ្ឋានគ្រឹះវិទ្យាសាស្ត្រដែលខ្ញុំបានរៀននៅឆ្នាំទី3ទី4និងទី5មេរៀនទាំងនោះខ្ញុំចេះយ៉ាងស្ទាត់មិនភ្លេចទេពីព្រោះខ្ញុំបានរៀនជាក្លឹបប្រជុំគ្នាជាមួយមិត្តខ្ញុំជាង10នាក់អស់រយៈពេលជាង4ឆ្នាំមកហើយក្នុងវិទ្យាល័យវត្តស្វាយពពែវិជ្ជាបណ្ឌិតគង់ពលរិទ្ធជាអ្នកដឹកនាំពីព្រោះគាត់ពូកែជាងគេហើយបង្រៀនគ្នាទៅវិញទៅមករៀងរាល់ថ្ងៃចាប់ពីឆ្នាំទី2ដល់ឆ្នាំទី6នេះបើគេសួរសំណួរក្នុងឆ្នាំទី6នោះខ្ញុំត្រៀមមិនបានល្អទេការនេះមកពីព្រះលទ្ធផលក្រោយសំណួរសរសេរខ្ញុំបានលេខ11ក្នុងចំណោមវិជ្ជាបណ្ឌិតរាប់រយនាក់បន្ទាប់មកបេក្ខជនដែលជាប់ត្រូវប្រឡងសំណួរផ្ទាល់មាត់ខ្ញុំបានប៉ះចំជាមួយមេប្រយោគព្រឹទ្ធបរិះរងនាយករងមហាវិទ្យាល័យវិទ្យាសាស្ត្រដែលជាឪពុកមិត្តភ័ក្តិរបស់ខ្ញុំដែលបានរៀនជាមួយគ្នាមេប្រយោគបានឲ្យខ្ញុំចាប់ឆ្នោតពេលនោះខ្ញុំបានចាប់ឆ្នោតចំមេរៀនជំងឺក្រពះពោះវៀនដោយមិនដឹងពីហេតុអ្វីមួយសប្តាហ៍មុនប្រឡងសំណួរផ្ទាល់មាត់ខ្ញុំមើលនិងទន្ទិញតែមេរៀនជំងឺក្រពះពោះវៀនដោយមើលមេរៀនផ្សេងតែបន្តិចបន្តួចពីព្រោះដែលដឹងស្រាប់ហើយថាខ្ញុំគ្មានពេលវេលាច្រើនសម្រាប់ត្រៀមដោយវិជ្ជាបណ្ឌិតដទៃទេខ្ញុំឆ្លើយបានយ៉ាងល្អដោយក្លាហានលោកព្រឹទ្ធបរិះរងមិនស្គាល់ខ្ញុំទេតែគាត់សួរកូនស្រីគាត់ដែលរៀនជាមួយខ្ញុំថាអូនប្រុសស្គមខ្មៅសក់រួញវាពូកែណាស់វាឆ្លើយសំណួរបានល្អសួរមិនទាល់ក្មេងនឹងពូកែណាស់កូនស្គាល់វាឬអត់កូនស្រីគាត់តបថាគាត់រៀនជាមួយខ្ញុំគាត់ប្រឹងប្រែងរៀនសូត្រណាស់បន្ទាប់មកកូនស្រីគាត់យករឿងនេះមកប្រាប់ខ្ញុំនិងមិត្តដទៃទៀតហើយគ្រប់គ្នាអស់សំណើចនេះសុទ្ធតែព្រះបានរៀបចំសម្រាប់ខ្ញុំទោះការនោះតូចក្តីឬធំក្តីយើងអាចគិតមើលបើព្រះមិនបានរៀបចំទេគឺខ្ញុំមិនអាចមករៀននៅសាលាពេទ្យបានទេហើយបើគេសួរសំណួរមេរៀនក្នុងឆ្នាំទី6វិញនោះតើខ្ញុំអាចឆ្លើយបានល្អទេព្រោះខ្ញុំគ្មានពេលគ្រប់គ្រាន់ក្នុងការត្រៀមទេបើចាប់ឆ្នោតចំមេរៀនផ្សេងពីជំងឺក្រពះពោះវៀនវិញនោះខ្ញុំក៏មិនអាចឆ្លើយបានល្អដែរក្រោយលទ្ធផលទាំងពីរវិញ្ញាសាខ្ញុំបានចំណាត់ថ្នាក់លេខ4ពេលនោះគេហៅបេក្ខជនលេខ1ឲ្យជ្រើសរើសជំនាញឯកទេសមុនគេមិត្តខ្ញុំគេរើសយកជំនាញពេទ្យកុមារអ្នកទី2រើសយកជំនាញសម្ភពនិងរោគស្ត្រីបន្ទាប់មកដល់វៀនខ្ញុំលេខ4ខ្ញុំមិនបានរៀនរែកទេគឺរើសយកឯកទេសជំងឺភ្នែកស្រាប់តែមានមិត្តភ័ក្តិជាច្រើនអ្នកបានស្រែកឲ្យខ្ញុំថាមិនបានជារើសយកឯកទេសភ្នែកអញ្ចឹងដូរចេញទៅខ្ញុំបានតបទៅគេវិញថាខ្ញុំយកឯកទេសភ្នែកពីព្រោះនេះជាជំនាន់ទី1តែតាមពិតខ្ញុំដឹងថាពេទ្យភ្នែកធ្វើការតែមួយព្រឹកនៅមន្ទីរពេទ្យមិនមានវេនយាមយប់មិនមានជំងឺបន្ទាន់តែរឿងសំខាន់គឺខ្ញុំចង់មានពេលច្រើនដើម្បីបម្រើព្រះដោយសាររៀនតែមួយព្រឹកនិងមិនមានវេនយាមយប់ទៀតតែខ្ញុំខ្លួនឯងក៏មិនដឹងថាពេទ្យភ្នែកអាចរកប្រាក់បានច្រើនជាងគ្រូពេទ្យវះកាត់ឆ្ងាយណាស់នោះទេហើយការងារក៏ស្រួលទៀតពេលខ្ញុំកំពុងរៀនមានអង្គការមួយជួយឧបត្ថម្ភខ្ញុំប្រចាំខែ$120ដែលអាចគ្រប់គ្រាន់សម្រាប់ចាយវាយដែលឯកទេសដទៃទៀតគ្មានប្រាក់ឧបត្ថម្ភទេមិនតែប៉ុណ្ណោះបានជាប់ក្របខ័ណ្ឌរដ្ឋដោយស្វ័យប្រវត្តិដល់ពេលចូលរៀនទើបខ្ញុំដឹងថាគ្រូទាំងអស់សុទ្ធតែជាអ្នកមានខ្លាំងគឺគាត់រកលុយបានមួយថ្ងៃរាប់ពាន់$ហើយមិនសូវហត់នឿយទៀតប្រសិនបើខ្ញុំគិតចង់មានបាននឹងតាមគំនិតមិត្តភក្តិប្រហែលឬយកជំនាញឯកទេសជំងឺផ្សេងបាត់ទៅហើយតែដោយសារខ្ញុំគិតធ្វើយ៉ាងណាឲ្យបានបម្រើព្រះដូច្នេះទើបព្រះប្រទានពរឲ្យខ្ញុំរើសអាជីពបានត្រឹមត្រូវគេមើលមកខ្ញុំថាលេលាតែខ្ញុំដឹងថាគំនិតលេលារបស់ព្រះក៏ប្រសើរលើសលប់ជាងគំនិតរបស់មនុស្សឆ្ងាយទៀតណាស់ពេលនេះមិត្តភក្តិទាំងនោះក៏មកសរសើរដល់ខ្ញុំហើយថាខ្ញុំរើសត្រូវពួកគេជាច្រើនអ្នកស្ដាយក្រោយតែក៏មានវិជ្ជាបណ្ឌិតឯកទេសភ្នែករួមចំនួនទី1ជាមួយគ្នានិងចំនួនក្រោយៗក៏មិនមានអ្នកណាបានជោគជ័យខ្លាំងបែបនេះដែរនេះបញ្ជាក់ថាអ្វីៗទាំងអស់ដែលខ្ញុំមានគឺមកពីព្រះពិតប្រាកដមែនបច្ចុប្បន្ននេះ
ខ្ញុំមាន clinic ភ្នែកធំពីរកន្លែងឈ្មោះថាពេទ្យភ្នែកកម្ពុជាចេញពីបុគ្គលិកធម្មតាពេលនេះខ្ញុំជាប្រធានពេទ្យភ្នែកគៀនឃ្លាំងដែលមាន2ទីតាំងខ្ញុំក៏ជាប្រធានផ្នែកអគារភ្នែកនៃមន្ទីរពេទ្យមេត្តាករុណាខ្ញុំក៏មាន clinic ភ្នែកនៅខេត្តស្វាយរៀងនិងការងាររដ្ឋផងដែរសរុបទាំងអស់ខ្ញុំគ្រប់គ្រង clinic ភ្នែក7កន្លែងដែល clinic នីមួយៗត្រូវចំណាយអស់លុយរាប់សែនដុល្លារចេញពីកូនចៅរបស់គេពេលនោះមានបុគ្គលិកដែលធ្វើការឲ្យខ្ញុំជាង50នាក់ខ្ញុំធ្វើការតែ7ថ្ងៃសៅរ៍និងថ្ងៃអាទិត្យខ្ញុំបម្រើព្រះនិងទៅព្រះវិហារខុសពីគ្រូពេទ្យទូទៅគេមានតែការងាររដ្ឋនិងឯកជនប៉ុណ្ណោះតែគេធ្វើការងាររាល់ថ្ងៃខ្ញុំដឹងថាការទាំងនេះមិនកើតចេញពីកម្លាំងញើសឈាមរបស់ខ្ញុំទេគឺជាព្រះពរដែលមកពីព្រះសុទ្ធសាធខ្ញុំមិនអាចរៀបរាប់លម្អិតពីការនេះអស់ទេតែមានការអស្ចារ្យជាច្រើនណាស់ដែលធ្វើឲ្យខ្ញុំអាចក្លាយជាបែបនេះដូចត្រីដែលជាប់ពេញអួនតែមិនធ្លាយអួនទេគេគ្រប់គ្នាឆ្ងល់ថាតើខ្ញុំគ្រប់គ្រងការងារនិងបុគ្គលិកយ៉ាងដូចម្តេចកើតខ្ញុំគ្រាន់តែប្រាប់ទៅគេវិញយ៉ាងខ្លីថាព្រះពររបស់ព្រះដែលបានប្រទានឲ្យគឺមិនឲ្យអួនធ្លាយទេបានន័យថាមិនឲ្យយើងឆ្ងាយពីព្រះមិនធ្វើឲ្យយើងមានបញ្ហាគ្រួសារមិនឲ្យយើងលំបាកខ្លាំងទេហើយមិនលើពីសមត្ថភាពរបស់យើងឡើយនៅក្នុងក្រសែភ្នែករបស់គ្រូពេទ្យភ្នែកទាំងអស់ពួកគេមើលមកខ្ញុំថាអស្ចារ្យណាស់តែខ្ញុំប្រាប់ពួកគេថាគឺមកពីព្រះយេស៊ូវទេតែបើជាការខិតខំប្រឹងប្រែងរបស់យើងវិញនោះអួននឹងធ្លាយគឺមានបញ្ហាមិនចេះចប់ហើយធ្វើឲ្យយើងខ្លួនឯងវេទនាមានទុក្ខព្រួយនិងដាច់ឆ្ងាយពីព្រះ